មានជាការចង់រៀបរាប់ខ្លួនឯងជាខ្លាំងដោយសារតែខ្ញុំពីដំបូងឡើយហ៊ាន voice over ទេដោយសារតែខ្ញុំគិតថាសំឡេងខ្លួនឯងនឹងវាដូចគោបន្តិចដូចខេមបន្តិចចឹងទៅវាមានភាពក្លាហានក្នុងការ voice over ប៉ុន្តែឥឡូវចាប់ផ្ដើមយើងក្លាហានបន្តិចហើយចឹងទៅខ្ញុំចង់ control អ្នកដែលចង់ថតវីដេអូអីចឹងណាពេលដែលយើងចង់ល្បីដូចគេយើងត្រូវតែហ៊ានក្លាហានដូចគេដូចខ្ញុំនឹងបានត្រឹម30%នៃគេទេឃើញមនុស្សច្រើនអីក៏ខ្ញុំហ៊ានទាញកាមេរ៉ាថតដែរ introvert វឹបនិយាយទៅគឺចេញចរិតស៊ីនហ្មងគឺអត់ដែលហ៊ានថតទេធម្មតាតើតើមានមនុស្សស្ងៀមស្ងាត់អីចឹងមិនថតហត់ខ្លួនឯងម៉េះចង់ល្បីតែហ៊ានចង់ល្បីតែហ៊ានអត់យល់អញ្ចឹងតើពេលខ្លះយើងត្រូវតែកាត់គេកាត់ខ្មាស់ខ្លះណាយើងថតខ្លះ voice over ខ្លះទោះបីមានអ្នកសាច់ចំអកយើងក៏ដោយចាំមើលតែពេលយើងខ្លាចជាបុគ្គលល្បីគេនឹងសួរយើងថាធ្វើមិនបានល្បីវ៉ាវអញ្ចឹងអាពេលឥឡូវយើងធ្វើមិនធ្វើទៅឲ្យតែល្បីអញ្ចឹងណាហើយធ្លាប់មានពូម្នាក់ប្រាប់ខ្ញុំថាថតធម្មតាអញ្ចឹងវាមិនល្បីទេតើកុំឯងឈួតខ្ញុំថាខ្ញុំអត់ចេះឈួតទេសុំធម្មតាបានហើយខ្ញុំរកកន្លែងឈួតអត់ចេញទេខ្ញុំមនុស្សសុភាពហ៎